បាទសុខនេះបងប្អូនអរគ្នាឥឡូវយើងមកបន្តអនុវត្តលំហាត់ជាបន្តទៀតដែលសំណួរសួរថាតើប្រភេទណាដែលជាប្រភេទស្មើគ្នាយើងមើលរូបភាពយើងគ្រាន់តែកលេចមើលការផាត់ពណ៌ហ្នឹងក៏យើងដឹងដែរថាអូរូបភាពទី1នេះជាមួយនឹងរូបភាពទី4នេះប្រកាសជាស្មើគ្នាប្រភេទហ្នឹងដោយសារការផាត់ពណ៌ដូចគ្នាបាទព្រោះនេះផាត់ពណ៌មើលប្រព័ន្ធគ្នាហ្នឹងបាទនេះថា1ភាគ4នេះគឺប្រកាសជាស្មើជាមួយនឹង2ភាគ8ហើយបាទស្មើគ្នាបាទប៉ុន្តែដើម្បីបញ្ជាក់ថាតើវាស្មើគ្នាពិតប្រាកដឬអត់យើងត្រូវតែគុណខ្វែងវាបាទន័យថាយើងយក4នេះទៅគុណនឹង2មកបាទ4គុណនឹង2ស្មើប៉ុន្មានស្មើជាមួយនឹង8យើងយក8នេះបាទមកគុណជាមួយនឹង1មកស្មើប៉ុន្មានស្មើនឹង8អញ្ចឹងបានន័យថារូបទាំងពីរនឹងស្មើគ្នាដល់ពេលអាពីរនេះស្មើគ្នាអត់បាទអាពីកដានេះតើស្មើគ្នាអត់បាទអាហ្នឹងគឺវាអាចស្មើគ្នាបានទេដោយសារ2គុណនឹង3ស្មើ6តែ4គុណនឹង4គឺស្មើសំទោស4គុណនឹង1គឺស្មើ4ដដែលអញ្ចឹងវាអាចស្មើគ្នាបានណាបាទអញ្ចឹងយើងអាចឆ្លើយប្រាប់គេបានហើយគឺរូបភាពទី1បាទជាមួយនឹងរូបភាពទី4ដែលជារូបភាពដែលជាប្រភេទស្មើគ្នាបាទអញ្ចឹងយើងបន្តមកទៀតមកអានេះខាងក្រោមនេះណាស្មើគ្នាអញ្ចឹងយើងមើលអានេះស្មើគ្នាអត់បាទ3ដងហ្មងបាទ3ដង9បាទអញ្ចឹង6 2ដង12បាទអញ្ចឹងបានន័យថាហ្នឹងគឺអត់ស្មើគ្នាបាទអត់ស្មើគ្នាបាទបន្តមកទៀតនេះវិញហ្មងបាទ3 4ដងហ្មង10 12 2 6ដង12អញ្ចឹង12ដូចគ្នាអញ្ចឹងបានន័យថាប្រភេទហ្នឹងគឺវាស្មើគ្នាបាទអញ្ចឹងយើងអសល់ប្រភេទខាងក្រោមទៀតបាទប្រភេទខាងក្រោមទៀតពីរប្រភេទទៀតបងប្អូនអាចប្រាប់បានទេថាតើប្រភេទពីរហ្នឹងមួយណាដែលជាប្រភេទស្មើគ្នាគូប្រភេទមួយណាដែលជាប្រភេទស្មើគ្នាបាទអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាអាចឆ្លើយបានហើយអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយ